បាទជំរាបសួរបងប្អូនអ្នកគ្នានេះខ្ញុំបាទសូមធ្វើការទូទាញអំពីជោគជតារាសីសម្រាប់ឆ្នាំម្សាញ់សម្រាប់ខែឧសភាឆ្នាំ2026ថាតើជោគជតារាសីបងប្អូនមានលក្ខណៈដូចនេះខ្លះសូមតាមដានសន្តាប់ពី Channel ទូទាញដូចតទៅនេះចំពោះបងប្អូនในការនៃឆ្នាំម្សាញ់សម្រាប់ខែឧសភាឆ្នាំ2026សម្រាប់ជោគជតារាសីបងប្អូននៅក្នុងខែនេះគឺទទួលបាននូវសំណាងកើនឡើងយ៉ាងស្រស់បំព្រងតែម្ដងហើយពេលវេលានេះគឺជាពេលវេលាមួយដែលលោកអ្នកអាចធ្វើការទំនាក់ទំនងជាមួយក្រុមមនុស្សជាមួយមនុស្សដែលមិនត្រូវស្គាល់គ្នាឬក៏អ្នកដែលមានឋានៈទូនាទីថ្មីៗនៅក្នុងសង្គមយ៉ាងក៏ប្រសើរតេតើងទំនាក់ទំនងគឺល្អអាចទទួលបានប្រយោជន៍ទៅវិញទៅមកពីមនុស្សជុំវិញខ្លួនទាំងអស់នោះហើយការទំនាក់ទំនងគឺងាយស្រួលក្នុងការនិយាយចូលគ្នាខ្លាំងមែនទែនសម្រាប់ខែឧសភានេះផងដែរចំពោះបងប្អូនដែលកើតនៅឆ្នាំម្សាញ់បាទគឺលោកអ្នកនឹងទទួលបានភាពតាក់ទាញកើនឡើងយ៉ាងច្រើនហើយលោកអ្នកនឹងហូរចូលយ៉ាងងាយស្រួលនៅលៀបឬក៏ទ្របដែលលោកអ្នកបងចង់បានប្រសិនបើជាលោកអ្នកជាយាមមិនជប់មិនឈរនៅក្នុងខែឧសភាឆ្នាំ2026នេះហើយតើតើជាមួយនឹងចិត្តរបស់បងប្អូនអរគ្នានៅក្នុងខែនេះគឺមានភាពស្រស់បំព្រងងាយស្រួលក្នុងការទំនាក់ទំនងក៏ដូចជាបំពេញរាល់កិច្ចការងារទាំងអស់ដោយរលូនមិនមានអ្វីមករាំងស្ទះលោកអ្នកធ្វើឲ្យលោកអ្នកពិបាកក្នុងការបំពេញកិច្ចការងារខ្លាំងនោះទេចំពោះរឿងរ៉ាវដែលលោកអ្នកតែងតែយល់ច្រឡំពីពេលយូរណាស់មកហើយក៏ត្រូវបានដោះស្រាយក្នុងខែនេះផងដែរដែលធ្វើឲ្យចំណងមិត្តភាពរបស់បងប្អូនអរគ្នាគឺមានភាពរឹងមាំយ៉ាងល្អប្រសើរសម្រាប់ជីវិតបងប្អូនអរគ្នាយ៉ាងក៏ប្រសើរតែម្ដងហើយធម៌ពលស្នេហាក៏មានការរីកចម្រើនខ្លាំងជាពេលវេលាល្អមួយសម្រាប់ដំណើរការនៃការទំនាក់ទំនងយ៉ាងល្អយូរយ៉ាងស្អិតរមួតចំពោះលោកអ្នកនៅលាវក៏ទទួលបាននូវការចាប់អារម្មណ៍ច្រើនផងដែរពីអ្នកដែលលោកអ្នកស្រឡាញ់ក៏ប៉ុន្តែនៅក្នុងខែនេះក៏លោកអ្នកទទួលបាននូវសញ្ញានៅស្នេហាត្រីកោណផងដែរអញ្ចឹងលោកអ្នកបើមិនចង់មានភាពស្មុគស្មាញទេកុំលើខ្លួនលេងទៅរឿងស្នេហាត្រីកោណអីបើលោកអ្នកលើខ្លួនចូលទៅលោកអ្នកអាចនឹងធ្លាក់នៅក្នុងអន្លង់ស្នេហ៍អ្នកដទៃធ្វើឲ្យលោកអ្នកពិបាកក្នុងការដោះស្រាយជាមួយដៃគូរបស់លោកអ្នកចឹងលោកអ្នកបើមានស្នេហាហើយសាងឲ្យរឹងមាំសុខដុមរមនាជាមួយផ្លូវអារម្មណ៍ទៅតែបើលោកអ្នកលើលេងជាមួយស្នេហាត្រីកោណហើយជីវិតលោកអ្នកនឹងផុំចូលនៅរឿងរ៉ាវឥតឈប់ឈរឬក៏ភាពស្មុគស្មាញនៃផ្លូវអារម្មណ៍ជាក់ជាបំខានឡើយចំពោះបងប្អូនដែលកើតនៅឆ្នាំម្សាញ់ក្នុងខែឧសភាឆ្នាំ2026នេះបានយើងក៏លេខទៅមើលតើតើជាមួយនឹងអាជីពការងារវិញម្ដងថាតើបងប្អូនដែលកើតនៅឆ្នាំម្សាញ់សម្រាប់ខែឧសភាឆ្នាំ2026នេះជោគជតារាសីតើតើជាមួយការងារយ៉ាងម៉េចដែរចំពោះបងប្អូនកើតឆ្នាំម្សាញ់ខែឧសភាសំណាងអាជីពការងាររបស់លោកអ្នកឬក៏អាជីវកម្មរបស់លោកអ្នកគឺមានភាពរឹងមាំល្អបាទមិនថាលោកអ្នកបំពេញកិច្ចការងារជាមន្ត្រីរាជការជាអ្នកប្រកបរបររកស៊ីទេនៅក្នុងខែនេះគឺលោកអ្នកទទួលបានផលច្រើនជាមួយនឹងភាពរលូននៃការងាររបស់លោកអ្នកហើយការសហការប្រកបដោយភាពល្អប្រសើរជាមួយនឹងដៃគូថ្មីដៃគូចាស់ក្តីដែលធ្វើឲ្យពួកគាត់យល់ចិត្តរបស់លោកអ្នកច្រើនធ្វើឲ្យលោកអ្នកមានសំណាងទាក់ទងជាមួយនឹងការទទួលបាននៅការវិនិយោគថ្មីឬក៏អ្វីដែលលោកអ្នកចង់បានពីដើមណាមកហើយនោះនៅក្នុងខែនេះគឺនឹងទទួលបានដែលភាពប្រឹងប្រែងឥតឈប់ឈរក៏ប៉ុន្តែនៅក្នុងខែនេះបងប្អូនដែលប្រកបរបរអាជីវកម្មហាមសាងចំនួនជាមួយនឹងដៃគូវិនិយោគជាដាច់ខាតបើសិនជាលោកអ្នកមិនចេះទប់ចិត្តទប់អារម្មណ៍នោះទេនៅក្នុងខែឧសភានេះគឺធ្វើឲ្យលោកអ្នកខាតបង់ទៅវិញទេចឹងការឆ្លុះប្រកែកជាមួយដៃគូរបស់លោកអ្នកពុំគួរមានឡើយសម្រាប់ខែឧសភាឆ្នាំ2026នេះបើលោកអ្នកចេះទប់ចិត្តទប់អារម្មណ៍នៅក្នុងខែនេះគឺលោកអ្នកទទួលបាននូវឱកាសចំណេញច្រើនទាក់ទងជាមួយនឹងការងារដែលលោកអ្នកបំពេញការងារដែលលោកអ្នកប្រកបរបរអាជីវកម្មមិនថាថ្មីមិនថាចាស់នោះទេទាក់ទងការពង្រីកដើមទុនពង្រីកមុខរបរក៏មិនមានអ្វីជាការទាស់ខុសនោះដែរឲ្យតែលោកអ្នកជាយាមឥតឈប់ឈរនោះលោកអ្នកនឹងទទួលបាននូវផលចំណេញច្រើនដែលធ្វើឲ្យលោកអ្នកសប្បាយចិត្តទាក់ទងនឹងក្នុងខែឧសភាឆ្នាំ2026នេះ
ចំពោះបងប្អូនដែលកើតនៅឆ្នាំម្សាញ់បាទតើតើជាមួយនឹងគំនិតថ្មីរបស់បងប្អូនអ្នកគ្នាក៏ចូលមកច្រើនសម្រាប់ជីវិតបងប្អូនអ្នកគ្នាផងដែរដែលធ្វើឲ្យបងប្អូនអ្នកគ្នាមានភាពរឹងមាំឬក៏មានភាពច្នៃប្រឌិតច្រើនតើតើជាមួយនឹងមុខរបររបស់បងប្អូនអ្នកគ្នាធ្វើឲ្យបងប្អូនអ្នកគ្នាបង្ហាញនូវគុណសម្បត្តិជាមួយនឹងអ្វីដែលលោកអ្នកធ្វើទៅកាន់មនុស្សជុំវិញខ្លួនក៏ដូចជាដៃគូរបស់លោកអ្នកចំពោះការចរចាក៏លោកអ្នកងាយស្រួលក្នុងការចរចាផងដែរទៅលើមុខរបរផ្សេងៗដែលលោកអ្នកធ្វើតើតើជាមួយអាជីវកម្មរបស់លោកអ្នកនឹងលេចឡើងនៅផ្កាយសំណាងចំនួនចន្លោះពី4បាទទៅ9សម្រាប់ខែនេះដែលជួយបង្កើននៅពាណិជ្ជកម្មរបស់លោកអ្នកឬក៏បញ្ចប់កិច្ចប្រឹងប្រែងណាមួយដោយសន្តិវិធីដែលមិនមានភាពឈឺក្បាលនោះទេនៅក្នុងអាជីវកម្មរបស់បងប្អូនអ្នកគ្នាដៃគូរបស់បងប្អូនអ្នកគ្នាអាចរកប្រាក់ចំណេញឲ្យបងប្អូនអ្នកគ្នាកើនឡើងពីមួយកម្រិតទៅមួយកម្រិតនៅក្នុងខែឧសភាឆ្នាំ2026នេះហើយទាក់ទងជាមួយនឹងបងប្អូនដែលជាអ្នកធ្វើការជាមន្ត្រីរាជការឬក៏ជាបុគ្គលិកក្រុមហ៊ុនក្តីនៅក្នុងខែនេះគឺលោកអ្នកអាចសាងនៅកិត្តិយសកេរ្តិ៍ឈ្មោះរបស់លោកអ្នកបានយ៉ាងប្រសើរដែលធ្វើឲ្យមេកាយឬក៏អ្នកដែលនៅកន្លែងការងាររបស់លោកអ្នកទទួលស្គាល់លោកអ្នកយ៉ាងកប់ប្រសើរបំផុតហើយរាល់ចំនួនផ្សេងៗនៅកន្លែងការងារសូមលោកអ្នកព្យាយាមដោះស្រាយដោយសន្តិវិធីដោយមិនយករឿងផ្ទាល់ខ្លួនមកលាយឡំទេតើតើនឹងរឿងរ៉ាវស្នេហារបស់បងប្អូនអ្នកគ្នានៅកន្លែងការងារក៏ពុំគួរមានផងដែរនៅក្នុងខែនេះបាទពុំនោះទៀតសោតនឹងធ្វើឲ្យការងារទាំងអស់ច្បុកច្បល់ចូលគ្នាជាក្បាលជាទីបំផុតចឹងប្រយ័ត្នប្រយែងចំពោះចំណុចនេះបងប្អូនអ្នកគ្នាតើតើជាមួយទំនាស់ក៏ដូចគ្នាជាមួយនឹងបងប្អូនដែលប្រកបរបរអាជីវកម្មដែរបងប្អូនពុំគួរកើតមានឡើយនៅកន្លែងការងារនៅក្នុងខែនេះតើតើនឹងសិស្សនិស្សិតនៅក្នុងខែនេះការសិក្សារបស់បងប្អូនអ្នកគ្នាគឺជួយឲ្យលោកអ្នកផ្ដោតអារម្មណ៍បានល្អក្នុងខែនេះហើយតើតើជាមួយការចងចាំអីគឺបានល្អដូចគ្នាដែលធ្វើលោកអ្នកអាចទទួលបានការប្រឡងដោយភាពល្អប្រសើរតើតើនឹងសុខភាពនៅក្នុងខែនេះជាទូទៅគឺលោកអ្នកមានសុខភាពល្អជាធម្មតាទេមិនមានអ្វីគួរឲ្យព្រួយបារម្ភទេតើតើនឹងរឿងរ៉ាវស្នេហាវិញម្ដងស្នេហាលោកអ្នកនៅក្នុងខែនេះគួរតែមានភាពព្រំដែនឲ្យបានពិតប្រាកដមកពុំទីសោតលោកអ្នកអាចទទួលបានភាពតានតឹងនិងកំហុសជាមួយនឹងដៃគូរបស់លោកអ្នកហើយអញ្ចឹងបងប្អូនអ្នកគ្នាត្រូវប្រយ័ត្នប្រយែងតិចត្រូវមានព្រំដែនអារម្មណ៍ព្រំដែននៃភាពស្និទ្ធស្នាលជាមួយដៃគូរបស់លោកអ្នកបើលោកអ្នកមិនទាន់រៀបការហើយចំពោះលោកអ្នករៀបការហើយលោកអ្នកគួរតែព្យាយាមសម្របខ្លួនតាមដៃគូរបស់លោកអ្នកបន្តិចទើបជាការប្រសើរសូមអរគុណដែលបានសម្ដាប់ពីការទូទាយចូលគិតារិស័យចំពោះបងប្អូនកាលឆ្នាំម្សាញ់សម្រាប់ខែឧសភាឆ្នាំ2026ពី Channel ទូទាយសូមអរគុណសូមជម្រាបលា